តែមានបងណាខ្លះទៅដែលធ្លាប់ស្រមៃថាតើពេលណាគេផលិត power bank សម្រាប់សាកឡានអគ្គិសនីប៉ុន្តែឥឡូវនេះគេផលិត power bank នោះបានហើយប៉ុន្តែមិនមែនសម្រាប់សាកឡានទេគឺគេយកបច្ចេកវិទ្យាថ្មដាក់នៅក្នុងឡានមកផលិតជា power bank សម្រាប់សាកថ្មទូរស័ព្ទដែលជាប្រភេទបច្ចេកវិទ្យាថ្មប្រភេទ semi solid state ចំនួនថ្មីបំផុតគឺ LiPo4 ឬ LFP ដែលវាជាប្រភេទថ្មស្តង់ដារខ្ពស់ដោយដែលគេបំពាក់លើរថយន្តអគ្គិសនីដូចនេះដែរដែលធ្វើឲ្យ power bank នេះកាន់តែមានសមត្ថភាពខ្ពស់ប្រើមិនងាយខូចធន់កម្លាំងសាកពេញល្អសុវត្ថិភាពខ្ពស់ប្រើមួយដឹងមួយអញ្ចឹង power bank នៅក្នុងវីដេអូនេះគឺជា power bank Moospeed P20 ដែលដូចនឹងថ្មដែលគេបំពាក់នៅក្នុងរថយន្តអគ្គិសនីអញ្ចឹងថ្មនេះមានអាយុកាលប្រើប្រាស់បានយូរជាងនិងសុវត្ថិភាពខ្ពស់ជាងថ្មលីចូមធម្មតាអាចធន់នឹងកម្ដៅខ្លាំងហើយមិនបង្កហានិភ័យផ្ទុះឬឆាបឆេះឡើយប្រហែលជាបងឃើញនៅក្នុងវីដេអូនេះសាហាវពេកដល់ថ្នាក់គេយកដេកុលមកដំហើយក៏មិនមានបញ្ហាឬក៏ឆេះឆ្លងអីទៀតអញ្ចឹងឯងបានគេយកថ្មប្រភេទហ្នឹងទៅបំពាក់នៅក្នុងឡានព្រោះតែការប្រើប្រាស់ឡានវាមានហានិភ័យខ្ពស់ដែរករណីបើសិនជាយើងប្រើប្រភេទថ្មដែលងាយផ្ទុះឆាបឆេះករណីមានគ្រោះថ្នាក់បុកគ្នាអីផ្សេងតែថ្មនឹងងាយផ្ទុះគឺរឿងធំតែម្ដងប៉ុន្តែនេះឲ្យបញ្ជាក់ច្បាស់ថាវាបំពាក់ដោយថ្ម semi solid state ប្រភេទដាក់ដូចនៅក្នុងឡានទៅភ័យអីគេប្រថ្មដកដាក់ឡានហើយមកសាកទូរស័ព្ទរបស់យើងថ្មទូចមួយហ្នឹងដូច្នោះបច្ចេកវិទ្យាកាន់តែទំនើបនិងគេចង់ឲ្យការប្រើប្រាស់របស់យើងកាន់តែសុវត្ថិភាព Moospeed បានផលិត model P20 នេះបំពាក់ថ្មប្រភេទនេះដើម្បីបង្កើនប្រសិទ្ធភាពដល់អ្នកប្រើប្រាស់ទាំងអស់គ្នាចំពោះ power bank នេះកម្លាំងសាកវិញគឺ PD 35W ដែលគឺជាស្តង់ដារ universal charge ទទួលស្គាល់ជាសកល power delivery technology មិនដូច power bank ទូទៅដែលវាដាក់វ៉ាត់ធំតែគ្មានបតង់ច្បាស់លាស់នោះទេ PD 35W នេះគឺស័ក្តិសមបំផុតសម្រាប់ការសាកល្បឿនលឿនទៅកាន់ទូរស័ព្ទគ្រប់ប្រភេទជាពិសេស iPhone, iPad និងទូរស័ព្ទ Android flagship ទំនើបទាំងអស់គួរឲ្យកត់សម្គាល់ Moospeed គឺជា brand ជួរមុខមួយដែលមានបទពិសោធន៍និងបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតថ្មប្រភេទនេះផ្ទាល់តែម្ដងវាថែមទាំងបំពាក់មកជាមួយនឹងខ្សែសាក Type C ដែលជាប់នឹងទូខ្លួនស្រាប់ដែលនេះគេហៅថា Billion Durable Type C Cable ដែលវាផ្ដល់ភាពងាយស្រួលក្នុងការទុកដាក់ឬក៏យកតាមខ្លួនយើងអាចប្រើវាជាបន្តោងយួរក៏បាននិងធ្វើជាខ្សែសាកល្បឿនលឿនប្រវែង30 សង់ទីម៉ែត្រប្រភេទ Durable Band ហើយលើពីនេះ Power Bank នេះត្រូវបានអនុញ្ញាតឲ្យយកតាមខ្លួនបានគ្រប់ពលានយន្តហោះគឺ Airline Approval ព្រមទាំងមានវិញ្ញាបនបត្រ 3C Certificate C3 ដងសម្រាប់ប្រើប្រាស់នៅប្រទេសចិនទៀតផងអញ្ចឹងត្រូវម៉ៃតែម្ដងសម្រាប់បងដែលឧស្សាហ៍ទៅប្រទេសចិនអត់ភ័យរឿងទៅដល់ពលានគេដកចេញទេចំណែកឯ mode វិញគឺផ្ដោតលើ concept បែប sleek design ដ៏ប្រណិតមានលក្ខណៈ matte skin finish ដល់ផាសុខភាពពេលកាន់និង anti slip grip ប្រើប្រាស់យូរក៏មិនសាំភ្នែកមិនតែប៉ុណ្ណោះមានរបាបង្ហាញភាគរយថ្ម digital battery display ងាយស្រួលមើលបានច្បាស់តែម្ដង Moospeed P20 ត្រូវបានផលិតឡើងតាមស្តង់ដារកម្រិតខ្ពស់ top notch quality ផ្ដោតសំខាន់លើភាពធន់រឹងមាំធន់នឹងការប៉ះទង្គិចហើយក៏បង្កប់ប្រព័ន្ធសុវត្ថិភាព intelligent chip ដែលរក្សាស្ថិរភាពនៃការសាកនិងបន្ថយការឡើងកម្ដៅដែលជាចំណុចចាំបាច់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរយៈពេលវែងដូច្នេះ Moospeed P20 មិនមែនត្រឹមតែជា power bank ធម្មតានោះទេតែជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកដែលត្រូវការល្បឿនសុវត្ថិភាពនិងភាពធន់សម្រាប់ការសាកថ្មឧបករណ៍អេឡិចត្រូនិករបស់អ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែងការប្រើប្រាស់បច្ចេកវិទ្យាថ្មពីឧស្សាហកម្មរថយន្តអគ្គិសនីសម្រាប់ឧបករណ៍អេឡិចត្រូនិកខ្នាតតូចបង្ហាញពីការវិវត្តនៃបច្ចេកវិទ្យាសម្រាប់ power bank នេះបំពាក់នៅបច្ចេកវិទ្យាថ្មកម្រិតខ្ពស់បែបនេះមែនប៉ុន្តែតម្លៃមិនខ្ពស់ពេកទេបើសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែមអាចធ្វើការ inbox ឬក៏តាក់ទងតាមរយៈ Telegram ឬក៏អញ្ជើញមកហាងផ្ទាល់ដែលមានដាក់សាច់ឋាននៅក្នុង caption ខាងលើអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយតាក់ទងមកឥឡូវនេះកំពុងតែមាន promotion ពិសេស